នាងជាទីមេត្រីយើងក៏លេចមើលស្ថានភាពសង្គ្រាមរវាងអាមេរិកនិងអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃខណៈភាគីទាំងពីរកំពុងសម្ញែងសាច់ដុំវាយប្រហារគ្នាកាន់តែខ្លាំងជាពិសេសអាមេរិកបើកការវាយប្រហារកំទេចអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរក្រោយពីអ៊ីរ៉ង់បានបាញ់មីស៊ីលសម្រាប់ទាហានអាមេរិកការនេះសមាជិកសហភាពអ៊ីរ៉ង់និងធ្លាប់ជាអតីតរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់គឺលោក Manager Motaki បានអំពាវនាវឲ្យកងទ័ពអ៊ីរ៉ង់បើកប្រតិបត្តិការផ្លូវគោកដើម្បីវាយចូលដណ្ដើមយកមូលដ្ឋានទ័ពអាមេរិកទាំងអស់នៅមជ្ឈិមបូព៌ានិងចាប់ទាហានអាមេរិករាប់រយឬរាប់ពាន់នាក់ដើម្បីធ្វើជាចំណាត់ខ្មាំងសមាជិកសហភាពអ៊ីរ៉ង់លោក Motaki នៅថ្ងៃទី21ខែកក្កដានេះបានពន្យល់ប្រាប់សារព័ត៌មានរដ្ឋអ៊ីរ៉ង់ថាវិធានការបែបនេះគឺជាការសងសឹកដ៏សមស្របប្រសិនបើអាមេរិកបន្តគំរាមកំហែងវាយប្រហារកោះខាតនិងកន្លែងផលិតប្រេងសំខាន់ផ្សេងទៀតនៅភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់យើងលោកអះអាងថាយុទ្ធសាស្ត្រវាយប្រហារដណ្ដើមកាន់កាប់មូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ានេះដើម្បីបំបែកកម្លាំងសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ានិងដើម្បីគំរាមប្រទេសជិតខាងកុំឲ្យបន្តសហការជាមួយអាមេរិកទៀតមិនតែប៉ុណ្ណោះលោកសង្កត់ធ្ងន់ទៀតថាក្រោយវាយដណ្ដើមមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ាហើយត្រូវប្រមូលចាប់ទាហានអាមេរិកទាំងអស់ដើម្បីទុកធ្វើជាចំណាត់ខ្មាំងសម្រាប់គំរាមដល់សហរដ្ឋអាមេរិកលើពីនេះលោក Motaki បានចោទប្រកាន់ចំពោះការចរចាកន្លងមករវាងអាមេរិកនិងអ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាមាបាតថាជាការក្លែងបន្លំហើយចោទប្រកាន់ថាប្រទេសបារ៉ែនកំពុងធ្វើសកម្មភាពជាអាយ៉ងរបស់អាមេរិកដើម្បីបើកផ្លូវសម្រាប់ប្រតិបត្តិការឲ្យអាមេរិកវាយប្រហារលើអ៊ីរ៉ង់បន្ថែមប៉ុន្តែទោះជាយ៉ាងណាលោក Manager Motaki មិនបានបញ្ជាក់ឈ្មោះមូលដ្ឋានទ័ពអាមេរិកដែលគ្រោងនឹងវាយប្រហារដណ្ដើមកាន់កាប់នោះទេដោយលោកគ្រាន់តែបញ្ជាក់ថាត្រូវវាយយកមូលដ្ឋានទ័ពអាមេរិកទាំងអស់នៅមជ្ឈិមបូព៌ាទោះជាយ៉ាងណាក៏ដោយការលើកឡើងរបស់លោកស្របគ្នាទៅនឹងសេចក្តីថ្លែងការណ៍របស់កងទ័ពអ៊ីរ៉ង់ថានឹងមានចលនាប្រឆាំងទៅនឹងប្រទេសគុយវ៉ែតដែលជាទីតាំងនៃមូលដ្ឋានយោធាអាមេរិកចំនួន2គឺជំរំ Biring និងជំរំ Ali Al-Salem សេចក្តីថ្លែងការណ៍របស់កងទ័ពអ៊ីរ៉ង់បានបញ្ជាក់ថាមូលដ្ឋានទាំងពីរនេះត្រូវបានកំណត់គោលដៅវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ដើម្បីបំផ្លាញមូលដ្ឋានទាំងនេះកុំឲ្យអាមេរិកកាំងឈរជើងលើពីនេះក្នុងសេចក្តីថ្លែងការណ៍របស់កងទ័ពអ៊ីរ៉ង់អះអាងទៀតថាមូលដ្ឋានទ័ពអាមេរិកនៅគុយវ៉ែតនេះអ៊ីរ៉ង់ធ្លាប់បានវាយប្រហារជាច្រើនលើកច្រើនសារមកហើយចាប់តាំងពីសង្គ្រាមផ្ទុះឡើងរវាងអាមេរិកនិងអ៊ីរ៉ង់ទន្ទឹមនឹងនេះកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ IRGC បានចេញសេចក្តីថ្លែងការណ៍ថ្មីមួយទៀតតាមរយៈទីភ្នាក់ងារសារព័ត៌មាន FAS ដោយអំពាវនាវដល់ប្រជាជនគុយវ៉ែតនិងសកដានីឲ្យរួមគ្នាបណ្ដេញកងកម្លាំងអាមេរិកចេញពីមូលដ្ឋានយោធារបស់ប្រទេសរៀងៗខ្លួនក្នុងសេចក្តីថ្លែងការណ៍នោះបានធានាថាបើប្រទេសគុយវ៉ែតនិងសកដានីហ៊ានបណ្ដេញកងទ័ពអាមេរិកកាំងចេញពីប្រទេសរបស់ខ្លួនអ៊ីរ៉ង់ធានាថានឹងឈប់វាយប្រហារលើប្រទេសទាំងនេះជាពិសេសនឹងរាប់អានគ្នាឡើងវិញកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ IRGC ព្រមានថាបើប្រទេសទាំងនោះមិនសហការជាមួយអ៊ីរ៉ង់ដោយបន្តផ្ដល់ទីតាំងមូលដ្ឋានទ័ពឲ្យសហរដ្ឋអាមេរិកទៀតអ៊ីរ៉ង់នឹងបន្តបើកការវាយប្រហារលើប្រទេសទាំងនេះរហូតមិនដកដៃទេទោះជាយ៉ាងណាក៏ដោយមិនទាន់មានការបញ្ជាក់ណាមួយពីចារកម្មលោកខាងលិចឬអាជ្ញាធរយោធាថាមានការបញ្ជាជាផ្លូវការពីរដ្ឋាភិបាលអ៊ីរ៉ង់ឲ្យរឹបអូសមូលដ្ឋានទាំងនោះនៅឡើយទេយ៉ាងណាប្រព័ន្ធផ្សព្វផ្សាយគុយវ៉ែតអះអាងថាអ្វីដែលកំពុងត្រូវបានរាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់គ្រាន់តែជាយុទ្ធសាស្ត្រសម្ពាធការទូតដើម្បីគំរាមកំហែងជាជាងប្រតិបត្តិការយោធាពិតប៉ុណ្ណោះព្រោះអ៊ីរ៉ង់មិនខ្លាំងជាមួយសហរដ្ឋអាមេរិកនោះទេ